ស្ដីស្វាគមន៍ត្រឡប់វិញជាមួយវីដេអូថ្មីទៀតផងខ្ញុំថ្ងៃនេះគឺយើងមកដឹងអ្នកនរគ្នាតាក់ទងទៅជាមួយនឹងតម្លៃពីហ៊ុនក៏ដូចជាតម្លៃនៃកាក់ cryptocurrency ក្រោយពេលលោក Donald Trump គាត់បានដំឡើងពន្ធបាទដំឡើងពន្ធនាំចូលទៅកាន់សហរដ្ឋអាមេរិកបាទឥឡូវនេះអ្នកគ្នាបានដឹងហើយបាទកាលពីប្រហែលថ្ងៃមុនអ្នកគ្នាប្រកាសជាបានដឹងព័ត៌មានមួយហ្នឹងតាក់ទងនឹងតម្លៃពន្ធហ្នឹងបាទការនាំចូលទៅសហរដ្ឋអាមេរិកគឺសហរដ្ឋអាមេរិកយកពន្ធច្រើនជាងមុនបាទយកពន្ធច្រើនជាងមុនដែលធ្វើឲ្យផលិតផលដែលនាំចូលទៅកាន់សហរដ្ឋអាមេរិកគឺតម្លៃថ្លៃជាងមុននឹងឯងហើយសួរតើធ្វើយ៉ាងហ្នឹងវាប៉ះពាល់អីគេខ្លះដល់សេដ្ឋកិច្ចហើយក៏ដូចជាតាក់ទងទៅជាមួយតម្លៃពីហ៊ុនជាមួយនឹងតម្លៃកាក់ cryptocurrency តែម្ដងខ្ញុំមិនមែនជាអ្នកសេដ្ឋកិច្ចទេអញ្ចឹងយើងមកដឹងអំពីតែតម្លៃពីហ៊ុនក៏ដូចជាតម្លៃកាក់ cryptocurrency ដែលវាមានការជិតពលទៅលើរឿងទាំងអស់ហ្នឹងផងដែរក៏ដូចជាតម្លៃលុយដុល្លារផងដែរបាទជាយើងទៅមើលទាំងអស់គ្នាត្រួសអូខេមុននឹងយើងទៅដល់អំពីព័ត៌មានហ្នឹងខ្ញុំចែករំលែកតាក់ទងទៅជាមួយនឹងការពីអាទិត្យមុនគឺខ្ញុំបានធ្វើ workshop តាក់ទងទៅជាមួយនឹង crypto wallet ក៏ដូចជា hardware wallet នៅក្នុងហ្នឹងគឺខ្ញុំបាននិយាយតាក់ទងទៅជាមួយនឹងការប្រើប្រាស់ MetaMask អីជាដើមអានេះគឺជា workshop ទេហ្នឹងហើយក្រៅសម្រាប់អ្នកដែលគាត់បានចូលរួមហើយដោយសារតែកម្មវិធី crypto blockchain summit ហ្នឹងគាត់អត់មានការ live នៅក្នុង Facebook ឬក៏ YouTube ជើខ្ញុំប្រាប់អ្នកគ្រាត្រួសអំពី workshop របស់ខ្ញុំហ្នឹងបាទ workshop របស់ខ្ញុំហ្នឹងគឺតាក់ទងទៅជាមួយនឹងcrypto wallet ដែលខ្ញុំបានបង្ហាញតាក់ទងនឹង MetaMask ក៏ដូចជាអ្នកនរគ្នាបានយល់ខ្លះៗបាទនៅក្នុងហ្នឹងគាត់ប្រកាសជាបានយល់ត្រួសទេពីព្រោះរយៈពេលនៃការធ្វើ workshop ហ្នឹងតែ1ម៉ោងទេអត់បានវែងទេជើខ្ញុំបានចែកម្លែកអ្នកគ្រាត្រួសតាក់ទងទៅជាមួយនឹងការរក្សាទុកMetaMask របស់យើងនឹងគួររក្សាយ៉ាងណាហើយការ add network ថ្មីក៏ដូចជា add កាក់ cryptocurrency ថ្មីនៅក្នុង MetaMask ហ្នឹងខ្ញុំធ្វើយ៉ាងណាតាក់ទងទៅជាមួយនឹងការវេចេញជាមួយនឹងវេចូលយើងត្រូវប្រុងប្រយ័ត្នកន្លែងណាខ្លះហ្នឹងហើយខ្ញុំបានចែកម្លែកនៅក្នុងហ្នឹងកន្លែង workshop ហ្នឹងហើយតាក់ទងទៅជាមួយនឹង hardware wallet ក៏ខ្ញុំបានបង្ហាញត្រួសតាក់ទងទៅជាមួយនឹង hardware wallet ដែលពេលខ្ញុំយកទៅបង្ហាញនឹងមានដូចជា Ledger Tracer Sepal ជាដើមហ្នឹងហើយក៏ប៉ុន្តែអ្វីដែលខ្ញុំបានបង្ហាញនៅក្នុងហ្នឹងនៅក្នុង workshop ហ្នឹងគឺខ្ញុំបង្ហាញទៅលើ Ledger ដោយសារតែនៅកន្លែងហ្នឹងគឺមានពេលវេលាខ្លីខ្ញុំបង្ហាញបានតែ Ledger ទេពេលហ្នឹងខ្ញុំយក Ledger Nano S Plus ទៅបង្ហាញអ្នកនរគ្នាតាក់ទងទៅជាមួយនឹងការវេកាក់ចេញវេកាក់ចូលនិងបង្ហាញរូបភាពរួមរបស់វាពីការបង្កើត account ពីការ add កាក់ cryptocurrency យើង add យ៉ាងណាហើយនៅពេលដែលយើងចុចបង្កើត account ទៅវាទៅស្វែងរក wallet អីយ៉ាងណាបាទខ្ញុំបានបង្ហាញអ្នកគេនៅក្នុងកន្លែងហ្នឹងហើយសម្រាប់អ្នកដែលគាត់មានចម្ងល់អីត្រង់កន្លែងណាអ្នកអាចសួរនៅក្នុងសំណួរនៅក្នុង comment វីដេអូនេះតែម្ដងអ្នកអាច comment បានហើយខ្ញុំនឹងមកបញ្ជាក់លេខជាមួយអ្នកគេបន្តទៀតសម្រាប់អ្នកដែលគាត់បានចូលរួម workshop ហើយគាត់ឆ្ងល់អីហ្នឹងគាត់អាចសួរបានបន្តអូខេតាក់ទងទៅជាមួយនឹង crypto wallet ឥឡូវនេះយើងយកអំពីពួកតម្លៃវាហ៊ុនជាមួយតម្លៃកាក់ cryptocurrency ដែលយើងទៅមើលនៅក្នុងអេក្រង់កុំព្យូទ័ររបស់ខ្ញុំបានយើងឃើញរូបភាពហើយនឹងឃើញទិន្នន័យផ្ទាល់តែម្ដងបាទជិះយើងទៅមើលដល់គ្នានៅក្នុងអេក្រង់កុំព្យូទ័ររបស់ខ្ញុំតែម្ដងជាបានឃើញរូបភាពមួយនេះកាលពីប្រហែលថ្ងៃមុនបាទរូបភាពនេះគឺល្បីមែនទែនខ្ញុំសូមអត់បើកសំឡេងបាទអានេះខ្ញុំយកចេញពីព័ត៌មាន USA Today នៅក្នុង Twitter អ្នកគេប្រកាសជាបានឃើញហើយបាទគាត់យកពន្ធនាំចូលពីប្រទេសកម្ពុជាយើងថ្លៃគួរសមដែរបាទហ្នឹងហើយកន្លែងនេះគឺជារឿងមួយដែលយើងទៅមើលពីតម្លៃពីហ៊ុនជាមួយតម្លៃកាក់ crypto នៅពេលដែលគាត់បាទដំឡើងពន្ធនៃការនាំចូលអញ្ចឹងវាទៅជាបញ្ហាយ៉ាងណាអញ្ចឹងក្រោយពេលដែលលោក Donald Trump ក៏បានប្រកាសអញ្ចឹងភ្លាមធ្វើឲ្យគេបាទធ្វើឲ្យតម្លៃភាគហ៊ុនអានេះខ្ញុំបង្ហាញពីតម្លៃភាគហ៊ុនបាទតម្លៃភាគហ៊ុនគឺធ្លាក់ថ្លៃខ្លាំងមែនទែនទាំងក្រុមហ៊ុន Apple ទាំងក្រុមហ៊ុន Nvidia ទាំងក្រុមហ៊ុន Microsoft Google ក្រុមហ៊ុន Amazon ជាដើមបាទគឺធ្លាក់ទាំងអស់តែម្ដងអត់មានភាគហ៊ុនមួយណា Q ទេបាទអត់មានភាគណាពណ៌ Q ទេអាពណ៌ក្រហមចេះហើយមានសញ្ញាដកខាងមុខនេះមានន័យថាវាធ្លាក់ថ្លៃបាទដូចជា Microsoft នេះធ្លាក់ថ្លៃដល់ទៅ3.56% នៃភាគហ៊ុនរបស់វាបាទភាគហ៊ុនរបស់វាមានឈ្មោះកាត់អក្សរកាត់របស់វាគឺ MSFT ហ្នឹងបាទហ្នឹងហើយភាគហ៊ុនវាធ្លាក់ថ្លៃក្រុម Microsoft ក្រុម Apple បាទធ្លាក់ថ្លៃដល់ទៅ7%ហើយនៅពេលដែលបាទអានេះគឺជាតួលេខនៃការធ្លាក់ថ្លៃទាំងអស់ហ្នឹងគឺបាត់បង់ដល់ទៅ3.25 លានដុល្លារក្រោយពេលដែលមានការប្រកាសបាទទាក់ទងនឹងលោក Donald Trump គាត់បាននិយាយទាក់ទងនឹងការដំឡើងពន្ធហ្នឹងគឺតើហេតុអីបានជាការប្រកាសរបស់លោក Donald Trump ណាការដំឡើងពន្ធហ្នឹងហេតុអីបានជាធ្លាក់ទៅវិញវាគឺជារឿងល្អសម្រាប់សហរដ្ឋអាមេរិកហេតុអីបានជាភាគហ៊ុនទៅជាធ្លាក់ទៅវិញជឿយើងត្រូវដឹងឲ្យច្បាស់ថាក្រុមហ៊ុន Apple Microsoft Nvidia ជាដើមបាទចឹងនៅពេលដែលបាទលោក Donald Trump គាត់ដំឡើងភាគហ៊ុនចឹងក្រុមហ៊ុនទាំងអស់នេះគាត់មិនមែនពឹងផ្អែកទៅវត្ថុធាតុដើមនៅសហរដ្ឋអាមេរិកទេគឺគាត់ពឹងផ្អែកទៅលើវត្ថុធាតុដើមនៅក្រៅប្រទេសផងដែរជាពិសេសប្រទេសចិនឬក៏ប្រទេសមួយចំនួនដែលគាត់មានវត្ថុធាតុដើមឬក៏បាទក្រុមហ៊ុនដូចជា Apple ហ្នឹងគាត់មាននេះគេបាទគាត់មានរោងចក្រកន្លែងផលិតហ្នឹងគឺនៅ
ក្រៅសហរដ្ឋអាមេរិកដូចជានៅឥណ្ឌានៅជិតនៃជាដើមអញ្ចឹងគាត់មានរោងចក្រផលិតនៅក្រៅប្រទេសអញ្ចឹងនៅពេលដែលគាត់ដំឡើងពន្ធបែបនេះបាទគឺវាធ្វើឲ្យគេខ្លះបាទធ្វើឲ្យតាក់តងទៅជាមួយនឹងការនាំចូលបាទទៅកាន់សហរដ្ឋគឺឡើងថ្លៃជាងមុនអញ្ចឹងក្រុមហ៊ុន Apple បើសិនជាគាត់យកវត្ថុធាតុដើមពីប្រទេសចិនទៅឥឡូវនេះគឺវា material របស់វាបាទវត្ថុធាតុដើមវាឡើងថ្លៃជាងមុននៅពេលដែលវាឡើងថ្លៃជាងមុនធ្វើឲ្យក្រុមហ៊ុន Apple គេបាទផលិតiPhone របស់អ្នកគ្នានឹងមានតម្លៃថ្លៃជាងមុនហើយនៅពេលគាត់ផលិត iPhone មានតម្លៃថ្លៃជាងមុនវាធ្វើឲ្យគេបាទគឺវាធ្វើឲ្យលក់ឲ្យអ្នកគ្នាមិនសូវជាបានអមទេសម្រាប់អតិថិជនមួយចំនួនគឺគាត់មានការរារែកចិត្តទៅលើការទិញផលិតផលដែលមានតម្លៃថ្លៃជាងមុនវាធ្វើឲ្យបាទក្រុមហ៊ុនទាំងអស់ហ្នឹងគឺមានការប្រកួតប្រជែងចាញ់បាទប្រទេសដទៃផ្សេងទៀតដែលគាត់ទទួលបានវត្ថុធាតុដើមថោកហើយគាត់លក់ក្នុងតម្លៃថោកផងដែរហ្នឹងហើយនៅពេលដែលវត្ថុធាតុដើមថោកគឺគាត់លក់បានថោកហើយបើសិនជាវត្ថុធាតុដើមថ្លៃគឺគាត់លក់បានថ្លៃហើយរបស់ដែលវាបានថ្លៃបាទរបស់ដែលវាថ្លៃណារបស់ដែលវាថ្លៃគឺអ្នកទិញក៏គាត់រារែកចិត្តផងដែរបាទនេះគឺជារឿងតាក់ទងទៅជាមួយនឹងហើយមូលហេតុដែលធ្វើឲ្យភាគហ៊ុនរបស់សហរដ្ឋអាមេរិកធ្លាក់ថ្លៃផងដែរហើយវានៅថ្ងៃអនាគតវាអាចជាល្អត្រង់កន្លែងណាបាទគឺវាល្អត្រង់ថា Apple នេះនៅពេលពីមុនគាត់យកវត្ថុធាតុដើមពីប្រទេសក្រៅចឹងនៅពេលដែលដំឡើងពន្ធបែបនេះបាទធ្វើឲ្យក្រុមហ៊ុន Apple ស្វែងរកបាទអ្នក supplier នៅក្នុងប្រទេសនៅសហរដ្ឋអាមេរិកវិញអញ្ចឹងវាធ្វើឲ្យមានរោងចក្រផលិតឬអីហ្នឹងគឺកើតមានឡើងនៅសហរដ្ឋអាមេរិកហើយបើសិនជាក្រុមហ៊ុន Apple គាត់ធ្លាប់មានរោងចក្រផលិតនៅក្រៅប្រទេសអីជាដើមអញ្ចឹងគាត់មានបញ្ហាតាក់ទងទៅជាមួយ supply តាក់ទងអីអញ្ចឹងគាត់អាចនឹងបង្កើតក្រុមហ៊ុនបង្កើតរោងចក្រនៅក្នុងសហរដ្ឋអាមេរិកតែម្ដងហើយនៅពេលដែលមានរោងចក្រនៅសហរដ្ឋអាមេរិកគឺប្រជាជនគឺគាត់មានការងារធ្វើមានអីជាដើមអានេះគឺល្អសម្រាប់រយៈពេលវែងក៏ប៉ុន្តែនៅពេលដែលភ្លាមគាត់ប្រកាសអញ្ចឹងវាមិនងាយបាទក្រុមហ៊ុនធំមួយចំនួនគឺគាត់មិនងាយការបត់បែនលឿនយ៉ាងទេអញ្ចឹងវាធ្វើឲ្យតម្លៃភាគហ៊ុនទាំងអស់ហ្នឹងគឺធ្លាក់ថ្លៃផងដែរបាទនឹងឲ្យធ្លាក់ថ្លៃផងដែរសូម្បីតែមាសដែលអ្នកគ្នាតែងតែតាមដានហ្នឹងបាទតម្លៃថ្លៃแล้วវាធ្លាក់ចុះវិញតែម្ដងមួយទៀតបាទនៅពេលដែលនេះខ្ញុំនិយាយអំពីអត្ថប្រយោជន៍នៅសហរដ្ឋអាមេរិកនៅពេលដែលគាត់មានការភាគហ៊ុនអស់នេះធ្លាក់ថ្លៃបែបនេះវាធ្វើឲ្យលុយដុល្លារឡើងថ្លៃបាទហ្នឹងហើយលុយដុល្លារឡើងថ្លៃគឺលោក Donald Trump គាត់អាចអីគេបាទគាត់អាចស្វែងរកការលក់មូលបត្រសហរដ្ឋអាមេរិកហ្នឹងហើយអញ្ចឹងនៅពេលដែលរឿងអស់ហ្នឹងកើតឡើងគឺធ្វើឲ្យលុយដុល្លារឡើងថ្លៃអញ្ចឹងមនុស្សម្នាគ្រប់រូបគឺចាប់ផ្ដើមទៅអីគេបាទទិញបោនណាទិញមូលបត្របំណុលរបស់សហរដ្ឋអាមេរិកហ្នឹងហើយនៅពេលដែលគាត់ទិញមូលបត្របំណុលសហរដ្ឋអាមេរិកគឺវាជារឿងមួយល្អដែលធ្វើឲ្យលោក Donald Trump គាត់បាននិយាយថាលុយដុល្លារមិនមែនជារបស់ដែលអន់ទេបាទគឺវារបស់ដែលមានតម្លៃថ្លៃហើយមួយទៀតគឺតាក់ទងទៅជាមួយនឹងសំបីតែបាទខណៈពេលដែលសហរដ្ឋអាមេរិកគឺជាពាក់លុយគេរាប់ពាន់លានដុល្លារក៏មានតម្រូវការនៃការទិញលុយដុល្លារផងដែរបាទតាមរយៈការទិញមូលបត្របំណុលរបស់សហរដ្ឋអាមេរិកហ្នឹងឯងក្រោយពេលដែលមានរឿងការដាក់ពន្ធនេះទាំងនេះកើតឡើងអូខេបើយើងងាកមើលទៅលើតាក់ទងទៅជាមួយនឹងកាក់ cryptocurrency អានេះខ្ញុំនិយាយក្រោយពេលបាទមិនមែនថ្ងៃនេះទេបាទថ្ងៃនេះគឺវារៀងធ្លាក់ថ្លៃផងដែរអានេះខ្ញុំនិយាយក្រោយពេលដែលលោក Donald Trump គាត់បានប្រកាសតាក់ទងទៅជាមួយនឹងការដាក់ពន្ធហ្នឹងអញ្ចឹងយើងឃើញថាបាទឃើញថា ETF ក្រុមហ៊ុនដែលផ្ដល់ ETF មួយចំនួនគឺគាត់ចាប់ផ្ដើមទៅទិញកាក់ Bitcoin ទិញកាក់ cryptocurrency ហ្នឹងគឺដោយសារតែវាគឺជាទ្រព្យសម្បត្តិ alternative ទ្រព្យសម្បត្តិមួយដែលតាក់ទងទៅជាមួយនឹងអ្នកខ្លះគាត់គិតថាអូខេឥឡូវនេះយើងមានតាក់ទងនឹងវិបត្តិសេដ្ឋកិច្ចតាក់ទងអីចេះហើយកំឡុងពេលដែលកាក់ cryptocurrency រៀងធ្លាក់ថ្លៃផងដែរអញ្ចឹងអ្នកវិនិយោគមួយចំនួនគឺគាត់ចាប់ផ្ដើមគេdiversify ដែលខ្ញុំតែនិយាយអញ្ចឹងគាត់ចាប់ផ្ដើមបែងលុយរបស់គាត់ទៅទិញទ្រព្យសម្បត្តិផ្សេងអ្នកខ្លះគាត់បែងទៅទិញ Bitcoin អ្នកខ្លះគាត់បែងទៅទិញមាសទិញអីជាដើមទៅតាម style នៃការវិនិយោគរបស់ពួកគាត់ក្រោយពេលដែលពួកគាត់សិក្សារួចរាល់អញ្ចឹងគាត់អាច diversify របស់គាត់មិនដាក់លុយទាំងអស់ចូលនៅក្នុងភាគហ៊ុនតែមួយមុខទេអញ្ចឹងគាត់អាចមានលុយចូលភាគហ៊ុនមានលុយទៅទិញ bond សហរដ្ឋអាមេរិកមានលុយខ្លះទៅទិញមាសជាដើមហើយលុយខ្លះទៀតក៏គាត់មកទិញពួកអាកា cryptocurrency ផងដែរគឺព្រោះគាត់គិតថាវាអាចជា alternative ទ្រព្យសម្បត្តិមួយដែលអាចជួយទ្រទ្រង់អតិបរណាផងដែរបាទនៅថ្ងៃអនាគតក្រោយពេលដែលមានរឿងទាំងនេះកើតឡើងអញ្ចឹងនៅពេលដែលវា recover ត្រឡប់មកវិញនៅពេលដែលសេដ្ឋកិច្ចវាចាប់ផ្ដើម stable នឹងថឹងមកវិញគឺវាអាចអ្នកវិនិយោគខ្លះគាត់គិតថាអាចនឹងធ្វើឲ្យកាក់ crypto ឡើងថ្លៃជាដើមអញ្ចឹងគាត់ចាប់ផ្ដើមមកងាកមកទិញទៅលើកាក់ Bitcoin ទៅលើកាក់ដែលធំដូចជា Ethereum អីជាដើមហ្នឹងហើយអានេះគឺជារឿងតាក់ទងទៅជាមួយនឹងបញ្ហាក្រោយពេលដែលលោក Donald Trump គាត់ដំឡើងពន្ធហើយនឹងមានរឿងកើតឡើងបន្តទៀតបាទតាក់ទងនឹង Bitcoin ឥឡូវនេះគឺសម្រាប់ព័ត៌មានធំតាក់ទងទៅជាមួយនឹងកាក់ cryptocurrency ហ្នឹងគឺវាអត់មានឆ្ងាយចេញពីតាក់ទងទៅជាមួយនឹងការដំឡើងពន្ធតាក់ទងទៅជាមួយនឹង
លោក Donald Trump ទេបាទឥឡូវនេះគឺសេដ្ឋកិច្ចឬក៏ដូចជាតម្លៃកាក់ crypto តម្លៃអីទាំងអស់ហ្នឹងគឺទៅលើមាត់ Donald Trump ហើយទៅលើ policy គោលការណ៍របស់សហរដ្ឋអាមេរិកតើគាត់នឹងធ្វើជាយ៉ាងណាសប្តាហ៍ថ្ងៃនេះបាទខ្ញុំនិយាយយ៉ាងទេហើយរយៈពេលវែងគឺវាអាចនឹងមិនពាក់ព័ន្ធទៅជាមួយនឹងសហរដ្ឋអាមេរិកនៅថ្ងៃអនាគតវាអាចតាក់ទងទៅជាមួយនឹងអីគេបាទតាក់ទងទៅជាមួយនឹងពិភពលោកតែម្ដងឥឡូវនេះគឺចិនអត់ទាន់មកនិយាយតាក់ទងនឹង impact អីដល់សេដ្ឋកិច្ចទេឥឡូវនេះមានតែសហរដ្ឋអាមេរិកទេគឺគាត់និយាយភ្លាមទម្លាក់ពន្ធបាទ policy របស់លោក Donald Trump នឹងខ្លាំងមែនទែនទម្លាក់ពន្ធភ្លាមធ្វើឲ្យលុយធ្វើឲ្យតម្លៃអីហ្នឹងគឺឡើងចុះខ្លាំងបាទនេះគឺជារឿងដែលអ្នកគេគួរតាមដានហើយតម្លៃកាក់ Bitcoin ក៏សូវខុសគ្នាមកដែរគឺគេងាកមកមើលតាក់ទងទៅជាមួយនឹងលោក Donald Trump ទាំងអស់តែម្ដងបាទអូខេឥឡូវនេះយើងមកមើលពី crypto market overview ឥឡូវនេះយើងឃើញថាវារៀងចុះថ្លៃផងដែរបាទមិនមែនឡើងអីមកទេសម្រាប់កាក់ Bitcoin នៅ 83k ដែលយើងធ្លាប់តែឃើញកន្លងមក 100k ជាងបាទឥឡូវនេះគឺនៅ 83k ហើយសម្រាប់ការវិនិយោគខ្ញុំគិតថាអ្នកគ្នាអាចសិក្សាមើលវាហើយនៅពេលដែលអ្នកគ្នាចង់ទិញបាទនៅពេលវាធ្លាក់បែបនេះបាទបើសិនជាអ្នកគ្នាចង់ទិញអ្នកគ្នាអាចទិញរបៀប DCA បាទអ្នកគ្នាកុំឲ្យទិញម្ដងទាំងអស់អ្នកគ្នាអាចទិញ50ឬក៏$60ក្នុងរយៈពេល1ខែឬក៏3%លុយរបស់អ្នកគ្នាទៅហើយអ្នកគ្នាបែងទិញវាណាឥឡូវនេះគឺវាឃើញថាវាចាប់ដើមធាក់ថ្លៃហើយបាទតម្លៃទាំងកាក់ Bitcoin Ethereum បាទ BNB ឬក៏ Solana XRP នេះគឺមានការធាក់ថ្លៃខ្លះដែរជាយើងមើលទាំងអស់គ្នាសម្រាប់អ្នកដែលគាត់វិនិយោគរយៈពេលវែងហ្នឹងគាត់អាចមកសិក្សាមើលហើយអ្នកគ្នាអាចបែងលុយផងអ្នកគ្នាកុំចូលទិញម្ដងទាំងអស់បាទឥឡូវនេះវាចាប់ដើមធាក់ថ្លៃហើយយើងចាំមើលបន្តទៀតហើយសួរតើវាធ្លាក់ថ្លៃដល់ប៉ុណ្ណាបាទនៅពេលដែលវាធ្លាក់ថ្លៃនេះក៏វាអាចនៅបន្តធ្លាក់ថ្លៃអញ្ចឹងទៀតជាអ្នកគ្នាអាចចាំទិញនៅក្នុងតម្លៃថោកតទៅទៀតក៏បានដែរហ្នឹងហើយអ្នកគ្នាអាចបែងទិញដែលខ្ញុំបាននិយាយអញ្ចឹងពេលធ្លាក់ថ្លៃអ្នកគ្នាអាចបែងទិញបន្តិចហ្នឹងទៅហើយនៅពេលដែលមានព័ត៌មានអីអាក្រក់បែបនេះបាទជាអ្នកគ្នាអាចបែងទិញបានណាហើយនៅពេលដែលមានព័ត៌មានល្អខ្លាំងសម្រាប់អ្នកគាត់រយៈពេលវែងបាទវិនិយោគរយៈពេលវែងអ្នកអាចរងចាំតិចក៏បានដែរនៅពេលមានព័ត៌មានអាក្រក់កើតលៀនអ្នកអាចចាប់ផ្ដើមចូលទិញម្ដងតិចអានេះគឺជា Fear and Greed Index តាក់ទងទៅជាមួយលើនេះគឺនៅ27មានន័យថាអ្នកវិនិយោគគាត់ចាប់ផ្ដើមរៀងការភ័យខ្លាចបាទអញ្ចឹងបើសិនជាបាទកន្លែងនេះវាដល់ថា extreme បាទ extreme fear នេះជាអ្នកដែលគាត់ចង់ DCA អ្នកអាចចូលទិញបានច្រើនទៅហ្នឹងហើយសម្រាប់ extreme fear នេះមានន័យថាអ្នកវិនិយោគគាត់ចាប់ផ្ដើមភ័យនឹងការគាត់គិតថាតម្លៃធ្លាក់ថ្លៃខ្លាំងអញ្ចឹងជាអ្នកអាចបែង DCA ទិញខ្លះទៅពេលកន្លែង extreme fear នេះពេលដែលអ្នកវិនិយោគគាត់ភ័យខ្លាំងបាទខ្លាចតម្លៃវាធ្លាក់ថ្លៃខ្លាំងអញ្ចឹងពួកគាត់សម្រុកលក់ហ្នឹងទៅអ្នកអាចទិញក្នុងតម្លៃថោកផងដែរហ្នឹងហើយអញ្ចឹងអ្នកអាចរងចាំមើលទៀតណាត្រង់កន្លែងនេះអញ្ចឹងហើយសម្រាប់អ្នកមួយចំនួនបាទអ្នកវិនិយោគថ្មីខ្ញុំឃើញថាគាត់ទិញត្រង់តែកន្លែងថាកន្លែងនេះបាទអ្នកគាត់ confident ណានៅពេលដែលវាចូលកន្លែងQR នេះមានន័យថាអ្នកដែលគាត់លក់ហ្នឹងគឺគាត់អត់ចង់លក់ទេគាត់ confident ថាតម្លៃកាក់ Bitcoin នឹងឡើងថ្លៃបន្តទៀតជាងធ្វើឲ្យកាក់ Bitcoin ឡើងថ្លៃជាងអ្នកថ្មីមួយចំនួនគាត់ fear of missing out បាទគាត់ FOMO ដែរជាងគាត់ក៏ចាប់ផ្ដើមចូលទិញដូចគ្នាបាទតែធ្វើឲ្យអ្នកគ្នាហ្នឹងគឺមានការខាតលុយអីជាដើមបាទនេះគឺជារឿងដែលយើងត្រូវសិក្សាមើលទីផ្សាររបស់វាបាទហើយអ្នកអាចមើល graph របស់វាបាន graph របស់វាគឺអ្នកអាចមើលបានដោយ free ទេអត់អស់លុយទេបាទនៅពេលវាឡើងវាចុះកន្លែងណាអ្នកអាចមើលបានអូខេវីដេអូនេះគឺអត់មានច្រើនទេមានតែប៉ុណ្្នឹងហើយវីដេអូនេះមកដល់ទីបញ្ចប់យើងជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ